ជំរាបសួរលោកគ្រូខ្ញុំបាទឈ្មោះថាលក្ខណៈមកពីក្រុម SV34 ថ្ងៃនេះខ្ញុំមកធ្វើការងារដែលលោកគ្រូបានដាក់ឲ្យ User Management Zulu of Privilege Update and Flowchart ការងារនេះខ្ញុំបានធ្វើរួចហើយឥឡូវខ្ញុំមក demo ឲ្យលោកគ្រូមើលខ្ញុំវាយ command មួយ sudo cat etc slash suចុច d slash student មានកន្លែងហ្នឹងមានន័យថាបើក្នុងសមាជិករបស់ student ហ្នឹងអាច run command និងពិនិត្យមើល status នៅក្នុងហ្នឹងមានចំនួន3មាន ASH MySQL ហើយ Engine ហើយកន្លែងហ្នឹងចូលមើលមួយទៀតចូល command មួយទៀតដូរចូលមើល teacher វិញនៅត្រង់ចំណុចហ្នឹងកន្លែងក្រុម teacher ហ្នឹងអាច status ហើយ restart វាដែលមាន3ហ្នឹងមាន ASH MySQL ហើយ Engine នៅក្នុងចំណុចហ្នឹងមានន័យថាឥឡូវខ្ញុំមកចូល command មួយទៀតjunior admin sudoសិទ្ធិរបស់teacher ហ្នឹងសិទ្ធិរបស់ junior admin ហ្នឹងច្រឡំតិចfile នេះប្រើប្រាស់សម្រាប់ command at least ហើយនឹងការបង្កើតឈ្មោះតំណាងឲ្យសំណុំដើម្បីឲ្យកូដហ្នឹងមើលទៅស្អាតនិងងាយស្រួលគ្រប់គ្រងវាហើយនៅក្នុង command at least ASH ហ្នឹងមាន status ASH មាន start ASH ហើយ restart ASH ហើយ command at least MySQL command ហ្នឹងមាន status MySQL start MySQL restart MySQL ហើយ stop MySQL ហើយ command at least engine command ហ្នឹងមាន state មានអាច status engine start engine ហើយ restart engine ហើយ stop engine ហើយក្រុម junior admin ហ្នឹងអាច start អាចគ្រប់គ្រងបានច្រើនជាងមុនអាច start restart stop ហើយ status ដែលអាចគ្រប់គ្រងទៅលើ service ទាំង3នេះ ASH command MySQL ហើយ engine ហើយពេលដែលក្រុម junior admin ហ្នឹងពេលដែលចូលទៅប្រើប្រាស់ហ្នឹងវាយ password ចូលធម្មតាហើយខ្ញុំចូល command មួយទៀត sudo c command sudo v-sudo.c ហ្នឹង command នេះប្រើសម្រាប់ពិនិត្យ syntax ឬកំហុសអក្ខរាវិរុទ្ធនៃ file sudo ទាំងអស់ហ្នឹងបើលទ្ធផលផាស OK ហើយបញ្ជាក់ថាការសរសេរ configuration ហ្នឹង
ទាំងអស់នេះគឺវាគ្មានកំហុសសិនតៈទេហើយប្រព័ន្ធអាចដំណើរការបានយ៉ាងរលូនវាយើងអាចប្រើបានអត់អីទេហើយកូដនេះខ្ញុំសូមបញ្ចប់ត្រឹមប៉ុណ្ណឹងអរគុណលោកគ្រូជំរាបលាលោកគ្រូ